ប្រហែលជាមិនអាចឆ្លងកាត់ដំណាក់កាលស្អីស្អាតបានទេបងប្អូននិយាយទៅមកពីហាត់ប្រាណមកវិញយកពីឃ្លានយកមកបងប្អូនជាពិសេសឃ្លានឲ្យញោមថេងដៃនេះដោយសារថានៅក្បែរភូមិខ្ញុំមានគេលក់បងអូនចាអ្នកនៅទលេវទីបងអូនចានៅម្ដុំទលេវទីឯងអាចកំងគាត់ហូបបានពេលខ្លះពីមុនចង់ហូបអីតើកំងអីចឹងរៀងមួយថ្ងៃពីរថ្ងៃអីបានឥឡូវអត់ទេណាចង់ញ៉ាំភ្លាមគឺបានភ្លាមតែម្ដងបងប្អូនជាពិសេសទឹកជ្រលក់គាត់ដូចខ្ញុំនិយាយចឹងបងអូននិយាយពីឆ្ងាញ់មែនតើហ្មងរសជាតិញ៉ាំហើយចង់ញ៉ាំទៀតជក់មាត់យកបដ ហើយបងអូនហាមីហល់នេះក៏ខានយូរដែរបងប្អូនអញ្ចឹងហើយមកឲ្យដាក់ទាំងប្រមកចាំស្អែកចាំហាត់ប្រាណម្ដងទៀតអញ្ចឹងហើយនេះតែមកពីហាត់ប្រាណណាប៉ុន្តែមើលមាត់ញាប់ជាងប្រគួយទៀតមិនដឹងស្រកមិនស្រកហើយប៉ុន្តែភាគច្រើនអ្នកឃើញខ្ញុំថាចេះឥឡូវដូចរៀងស្រកជាងមុននេះក៏លឺសូរអញ្ចឹងវាជាកម្លាំងចិត្តនៃការហាត់ប្រាណរបស់ខ្ញុំដែរនិយាយមែនតែខ្ញុំគិតថាវាក៏មិនសូវអីហ្មងដែរមែនទេបងប្អូនចាយូរយើងម្ដងចាយើងកុំញឹកញាប់អីចឹងណាកាលខែអីចឹងម្ដងអីចឹងទៅខ្ញុំគិតថាវាក៏មិនសូវអីដែរព្រោះយើងក៏ហាត់ប្រាណរាល់ថ្ងៃដែរអញ្ចឹងក៏ទៅទៀតទៅចាថ្ងៃនេះមីហិលមីគោកចឹងហ្នឹងគឺមកកញ្ចប់ហើយជាមួយនឹងញោមថេងដៃយើងហ្នឹងគឺចំនួនមួយឈុតចានិយាយទៅហូបចង់អស់ហើយបានកូនប្រុសខ្ញុំមកដល់កូនប្រុសខ្ញុំមកដល់ថាម៉ែក្បត់អីស្មាក្បត់អីគេថាយើងនឹងហូបក្បត់គេក្បត់មែនហ្នឹងបងប្អូនចាមកកូនចេញមក6ហើយខ្ញុំឲ្យមកដល់ភ្លាមគឺខ្ញុំធ្វើហូបហ្មងខ្ញុំដើរហាត់ប្រាណចំនួនប្រហែលជា1ម៉ោងអីចឹងទៅមកដល់ភ្លាមគឺដូចខ្ញុំថាអញ្ចឹងគឺឃ្លានយកដើរហាត់ប្រាណបដៅហ្នឹងចាគឺកំងហើយមកដល់ផ្ទះគឺត្រូវតែបានញ៉ាំមកហើយខ្ញុំជឿសម្រាប់អ្នកមើលឃើញវីដេអូនេះខ្ញុំជឿថាអ្នកមើលហ្នឹងក៏ទប់អារម្មណ៍អត់បានដូចខ្ញុំដែរសម្រាប់ខ្ញុំមុននឹងខ្ញុំឃ្លានហ្នឹងគឺដើរហាត់ប្រាណបដៅពេលខ្លះចុចទូរស័ព្ទមើលអូគឺចំបដៅផ្លាប់អញ្ចឹងខ្ញុំជឿថាបងប្អូនក៏ដូចខ្ញុំដែរចាពងតែមើលខ្ញុំហ្នឹងក៏ឃ្លានដូចគ្នានិយាយទៅគេប្រសពធ្វើណាបងប្អូនមានស្វាយបន្តិចមកតែពេលឲ្យយើងដាក់ជាមួយនឹងខ្ទឹមក្រហមដាក់ជាមួយនឹងគល់ខ្ទឹមអីមកមានបន្លែមកបងប្អូនណានិយាយពីថាជាតិនិយាយពីថាឆ្ងាញ់ហើយខ្ញុំនិយាយទៀតសម្រាប់ទឹកជ្រលក់របស់គាត់ណាបងប្អូនគឺខ្ញុំរ៉េតឲ្យ100លើ100មកសម្រាប់ខ្ញុំអត់ចេះធ្វើទេអាទឹកជ្រលក់អញ្ចឹងអីនេះគឺល្ងងងាប់ចោលហ្មងណាហើយបងប្អូនដឹងហើយអាញោមអាភ្លីអីនេះអាមានគ្រឿងទឹកជ្រលក់អីនេះបងប្អូនចាបើទឹកជ្រលក់អត់ឆ្ងាញ់គឺចប់បដៅដូចជាប្រភេទបាញ់ឆាវបាញ់អីនេះឆ្ងាញ់ធ្វើសាច់ធំប៉ុណ្ណាក៏ដោយឲ្យតែថារឿងថាទឹកជ្រលក់ធ្វើអត់ឆ្ងាញ់គឺចប់ហើយអញ្ចឹងវីដេអូនេះមកកឆាតមកញ៉ាំតែប៉ុណ្្នឹងទេអរគុណច្រើន